បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺលោកគ្រូបង្រៀននៅចំណុចមួយគឺ limit ដែលមានរៀងមិនកំណត់បាទអញ្ចឹងចំណុចដំបូងគឺ limit រៀងមិនកំណត់0នៅលើ0បាទមានន័យថាគឺនៅពេលដែលយើងជំនួសលេខចូលទៅក្នុង limit ហ្នឹងគឺយើងឃើញភាគយក0ភាគបែងក៏0បើភាគយក0ភាគបែងជាលេខខុសពី0គឺយើងចែកទៅបាន0ក៏ប៉ុន្តែបើភាគយក0ភាគបែងក៏0យើងអាចនិយាយបានថា limit នេះគឺជា limit ដែលរៀងមិនមានរៀងមិនកំណត់បាទរៀងមិនកំណត់0លើ0បាទឥឡូវលោកគ្រូមានលំហាត់គំរូចំនួន6លំហាត់គឺអក្សរកដល់អក្សរចដែលជា limit រៀងមិនកំណត់0លើ0ហ្នឹងណាឥឡូវយើងមកមើលដំណោះស្រាយរបស់លោកគ្រូទាំងអស់គ្នាក limit x ខិតទៅជិត1នៃ x ការ៉េដក1នៅលើ x ដក1ដើម្បីគណនា limit គឺជំហានទី1គឺយើងជំនួសលេខមើលសិនយើងគិតនៅខាងក្រៅបើយើងជំនួសទៅ limit នោះឃើញតម្លៃលេខជាចំនួនកំណត់នេះគឺជាលទ្ធផលនៃ limit ហើយក៏ប៉ុន្តែបើយើងជំនួសទៅចូលរៀងមិនកំណត់អានឹងយើងដោះស្រាយជាបន្តទៀតហើយរៀងមិនកំណត់ទី1ដែលលោកគ្រូលើកយកមកសិក្សាហ្នឹងគឺរៀង0លើ0ណារៀង0លើ0ឥឡូវយើងជំនួសមក x ខិតទៅជិត1លោកគ្រូជំនួសចូលមក x ជួសដោយលេខ1 1ការ៉េយើងបាន1 1ដក1បាទ1ដក1 0ភាគបែងក៏0ដូចនេះឥឡូវភាគយក0ភាគបែង0យើងហៅថា limit មានរៀងមិនកំណត់0នៅលើ0ដើម្បីគណនា limit ដែលមានរៀងមិនកំណត់0លើ0ក្រោមទម្រង់ពហុធានៅលើពហុធាបែបនេះគឺយើងត្រូវដាក់កន្សោមនឹងជាផគុណនៃកតាភាគយកក៏ជាផគុណនៃកតាភាគបែងក៏ជាផគុណនៃកតាបាទបើអញ្ចឹងភាគយក x ការ៉េដក1យើងដឹងហើយដើម្បីដាក់ជាកតាមិនពិបាកទេណាគឺយើងប្រើរូបមន្ត a ការ៉េដក b ការ៉េដែលភាគបែងគឺអត់មានដាក់ជាកតាអីទេពីព្រោះវា degree ទី1ធម្មតាណាអត់មានចាប់អីជាកតាបានទេយើងមើលបាទបន្ទាប់ពីដាក់ជាកតាហើយគឺយើងសម្រួលកតាដែលដូចគ្នាគណនា limit ថ្មីគឺ limit ដែលនៅសល់បន្ទាប់ពីការសម្រួលរបស់យើងនឹងឥឡូវយើងមើលលើគឺចូល a ការ៉េដក b ការ៉េណាដែលលេខ1ហ្នឹងលោកគ្រូអាចសរសេរបានថា1ការ៉េ1ការ៉េណាដូចនេះ a ការ៉េដក b ការ៉េនេះដែលរូបមន្តយើងគឺ a ដក b កតាឲ្យ a បូក b បាទអញ្ចឹងយើងដាក់ជាកតាមកទូ ax ទូ b លេខ1ណា x ដក1កតា x បូក1ដែលភាគបែងគឺ x ដក1ដកដែលដាក់មិនកើតយើងទុកវាដដែលមកដាក់កើតយើងដាក់ជាកតាទៅយើងសង្កេតឃើញថា x ដក1ដូចគ្នាលោកគ្រូសម្រួលបាទបន្ទាប់ពីសម្រួលកតាដែលដូចគ្នាហើយយើងនៅសល់ x បូក1នេះគឺបាត់រៀងមិនកំណត់ហើយដូចនេះគឺយើងគណនា limit ដែលនៅសល់យើងអត់តន់ជំនួសលេខទេណាគឺយើងដាក់ limit មកមួយសារទៀតសិនគឺ limit ដែលនៅសល់គឺ limit x ខិតជិត1នេះ x បូក1បាទកន្លែងនេះគឺយើងបាន limit នេះរៀងកំណត់ហើយយើងអាចជំនួសលេខបាននៅពេលដែលយើងជំនួសលេខគឺយើងអត់ដាក់ limit ទេដែល x ជួសដោយលេខ1នេះដូចនេះជាលទ្ធផល limit យើងគឺរកឃើញ2 1បូក1គឺយើងបាន2បាទឥឡូវយើងបន្តទៅអក្សរខ limit x ខិតទៅជិត3នៃ3ដក x នៅលើ x ការ៉េដក9ដូចគ្នាដែរណាយើងជំនួសចូលទៅបាទ limit យើងហ្នឹងគឺ x ខិតជិត3លោកគ្រូជំនួសចូលទៅឃើញថា3ដក3 0 3ការ៉េ9 9ដក9 0ដូចនេះ limit យើងគឺមានរៀងមិនកំណត់0នៅលើ0ភាគយកលោកគ្រូទុកនៅដដែលបាទដោយឡែកភាគបែងនេះគឺលោកគ្រូប្រើ a ការ៉េដក b ការ៉េដែលលោកគ្រូដឹងថា9ហ្នឹងគឺ3ការ៉េណា9ហ្នឹងគឺ3ការ៉េមានន័យថាតួ ax តួ b គឺលេខ3យើងបាន x ដក3កតាឲ្យ x បូក3ដក b កតា a បូក b ណាកន្លែងចំណុចនេះយើងអាចសម្រួលបានក៏ប៉ុន្តែ3ដក x ភាគយកភាគបែង x ដក3គឺវាផ្ទុយគ្នាយ៉ាងម៉េចផ្ទុយគ្នាមានន័យថា1 3ដក x 1 x ដក3គឺភាគយកលេខ3នៅពីមុខលេខ3សញ្ញាបូកអាក្រោមនេះគឺសញ្ញាដកដល់ទៅពេលនៅពីមុខ x ខាងលើនេះសញ្ញាដកនៅពីមុខ x ភាគបែងនេះគឺសញ្ញាបូកគឺវាផ្ទុយសញ្ញាទាំងអស់បាទលេខដូចគ្នាតែផ្ទុយសញ្ញាទាំងពីរហ្នឹងដូចនេះយើងថាផ្ទុយគ្នាយើងអាចសម្រួលគ្នាបានតែសល់សញ្ញាដក
ណាដូចនេះយើងចំណាំខ្លួនឯងណាត្រូវដឹងលោកគ្រូមិនចាំបាច់ទៅចាប់ជាកតាទេតែបើយើងចាប់ជាកតាក៏បានដូចតែគ្នាដែរខាងលើយើងចាប់សញ្ញាដកជាកតាមក3ដក x ចាប់ដកយើងបាន x ដក3សម្រួលតែលោកគ្រូមិនវែងឆ្ងាយខ្ជិលសរសេរច្រើនជួពេកគឺលោកគ្រូសម្រួលតែម្ដងដោយដឹងថាបើវាផ្ទុយគ្នាយើងសម្រួលទៅគឺសល់សញ្ញាដកបើវាដូចគ្នាយើងសម្រួលទៅគឺសល់លេខ1ប៉ុណ្ណឹងណាបាទអញ្ចឹងភាគយកគឺនៅសល់ដក1ដកហ្នឹងយើងអាចដាក់មកខាងមុខក៏បានដាក់ខាងលើក៏បានខាងក្រោមក៏បានឥឡូវលោកគ្រូដាក់ខាងលើទៅនៅលើ x បូក3ដូចនេះយើងបន្ទាប់ពីសម្រួលហើយយើងបានលីមីតថ្មីគឺជាលីមីតកំណត់ដែលចុះលេខទៅគឺឃើញជាតម្លៃកំណត់លោកគ្រូជំនួស x ដោយលេខ3បាទអញ្ចឹងយើងបានដក1នៅលើ3បូក3ដូចនេះជាលទ្ធផលគឺយើងបានដក1នៅលើ6បើយើងបន្តទៅដល់លីមីតអក្សរកដូចគ្នាដែរណាយើងជំនួសទៅដំបូងគឺយើងត្រូវតែជំនួសលេខសិនយើងគិតនៅក្នុងกระดาษគិតលេខយើងណាបាទដោយលីមីត x ខិតជិត5យើងជួសចូលមក x ជួសដោយលេខ5 5ដក5 0ភាគបែងរឹស5បាទ5ហើយជាប់រឹសចឹងរឹស5ដករឹស5 0ដូចនេះលីមីតយើងគឺមានរៀងមិនកំណត់0នៅលើ0បាទរឹសទី2អ្នកខ្លះទៅគឺគាត់គុណនឹងកន្សំឆ្លាស់ក៏ប៉ុន្តែនៅក្នុងចំណុចនេះគឺលោកគ្រូចង់បង្រៀនផ្ដោតសំខាន់ទៅលើការប្រើរូបមន្ត a ការ៉េដក b ការ៉េ a គីបដក b គីប a គីបបូក b គីបជាដើមដូចនេះលោកគ្រូមិនគុណកន្សំឆ្លាស់ទេគឺលោកគ្រូនៅតែប្រើរូបមន្ត a ការ៉េដក b ការ៉េដែលលទ្ធផលដូចគ្នាណាយើងមើលភាគយកគឺលោកគ្រូសរសេរថារឹសការ៉េនៃ x លើកជាការ៉េដករឹសការ៉េនៃ5លើកជាការ៉េដែលភាគបែងលោកគ្រូទុកនៅដដែលយើងសង្កេតឃើញថាភាគយកលោកគ្រូសរសេរបែបនេះ x ការ៉េបាទរឹស x លើកជាការ៉េយើងបញ្ចេញមកបាន x ដូចដើមរឹស5លើកជាការ៉េយើងចេញមកបាន5ដូចដើមនេះអត់ជាប់តម្លៃដាច់ខាតទេណាដោយសារ x ខិតទៅជិត5ជាចំនួនវិជ្ជមានដូចនេះវាចេញមកបាន x ដូចដើមចុះហេតុអីបានលោកគ្រូសរសេរបែបនេះលោកគ្រូចង់សរសេរឲ្យចូលរូបមន្ត a ការ៉េដក b ការ៉េយើងមើលដែលតួ a គឺត្រូវនឹងរឹស x តួ b គឺត្រូវនឹងរឹស5បាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមអនុវត្តមកគឺ a ដក b កតា a បូក b ដាក់លីមីតមកវិញណាបាទត្រូវតែដាក់លីមីតអត់មានខ្ជិលទេបាទក្រោមគឺរឹស x ដក5រឹស5យើងសង្កេតឃើញថាភាគយកគឺមានរឹស x ដករឹស5ភាគបែងក៏រឹស x ដករឹស5លោកគ្រូសម្រួលបាទបន្ទាប់ពីសម្រួលមកយើងអស់ភាគបែងហើយនៅសល់លេខ1មិនបាច់ដាក់ណាបាទយើងគណនាលីមីតដែលនៅសល់លីមីតថ្មីគឺលីមីត x ខិតទៅជិត5យើងសម្រួលណាលីមីត x ខិតទៅជិត5នៃរឹស x បូករឹស5បន្ទាប់ពីដាក់លីមីតមកបែបនេះហើយយើងជំនួសចូលមកគឺ x យើងជំនួសដោយលេខ5យើងបានរឹស5បូកនឹងរឹស5ជាលទ្ធផលគឺយើងបាន2រឹស5ឥឡូវយើងចូលដល់លីមីតអក្សរខគឺលីមីត x ខិតទៅជិត1នៃ x គីបដក1នៅលើ x ការ៉េដក1បើមិនខុសគ្នាទេគឺយើងជំនួសលេខជាមុនសិនណា1 x ខិតទៅជិត1គឺយើងជួសដោយលេខ1កន្លែង x យើងជួសដោយលេខ1គីបយើងបាន1ដក1 0ភាគបែង1ការ៉េដក1 0ដែរដូចនេះលីមីតយើងគឺមានរៀងមិនកំណត់0នៅលើ0ចំណែកឯភាគយកនេះលើកនេះមិនមែន x ការ៉េទេគឺ x គីបលោកគ្រូបំផ្លែងឲ្យទៅជា a គីបដក b គីបដែលលេខ1នេះលោកគ្រូអាចសរសេរថា1គីបបាន1គឺយើងអាចសរសេរថា1គីបគឺ1ដូចដើមចុះហេតុអីបានយើងសរសេរអញ្ចឹងគឺវាចូល a គីបដក b គីបតែលោកគ្រូឃើញថាលេខវាស្រួលគិតដែរអញ្ចឹងលោកគ្រូគាត់ដាក់ព្រួញដើម្បីបញ្យល់អញ្ចឹងមកគឺវាស្មើនឹង1គីបបន្ទាប់មកភាគបែងក៏ដូចគ្នាដែរណា1នេះគឺយើងសរសេរ1ការ៉េដើម្បីឲ្យចូល a ការ៉េដក b ការ៉េហើយយើងដឹងហើយរូបមន្ត a គីបដក b គីបគឺស្មើនឹង a ដក b កតាយ a ការ៉េបូក ab បូក b ការ៉េដែលភាគយកតួ a យើងដើរតួជា x b យើងដើរតួជាលេខ1បាទអញ្ចឹងយើងដាក់មក a ដក b x ដក1កតាយ a ការ៉េបូក ab បូក b ការ៉េភាគបែង a ដក b កតា a បូក b ដែលតួ a x តួ b លេខ1ឥឡូវយើងសង្កេតឃើញថាកតាដែលដូចគ្នាគឺ x ដក1លោកគ្រូសម្រួលបាទបន្ទាប់ពីសម្រួលលោកគ្រូគណនាលីមីត
ដែលនៅសល់បាទពីព្រោះយើងដឹងហើយថាពហុធាលើពហុធាគឺយើងដាក់ជាកតាបន្ទាប់ពីដាក់ជាកតាហើយគឺយើងសម្រួលកតាដែលដូចគ្នាកណនាលីមីតថ្មីដែលនៅសល់បើលីមីតនោះគឺជាលីមីតរៀងកំណត់គឺយើងជន់មកលេខតែបើនៅតែរៀងមិនកំណត់គឺយើងដាក់ជាកតាបន្តទៀតណាបើឥឡូវយើងកណនាលីមីតដែលនៅសល់គឺលីមីត x ខិតជិត1នៃ x ការ៉េហើយខាងនេះ x គុណនឹង1បាន x ណា1ការ៉េ1ដដែលលោកគ្រូដាក់1តែម្ដងជន់មកលេខមក x លោកគ្រូជន់មកដល់លេខ1ដូចនេះយើងបាន1ការ៉េ1បូក1បូក1ភាគបែង1បូក1ជាលទ្ធផលលីមីតយើងគឺរកឃើញ3នៅលើ2បើឥឡូវយើងបន្តទៅទៀតគឺអក្សរងលីមីត x ខិតទៅជិតដក2នៃ x គីបបូក8នៅលើ x បូក2បើរៀង0នៅ0ដែរណាពីព្រោះ x ជួនឲ្យដក2ដកលើកជាគីបគឺដកដដែលហើយ2គីប8យើងបានដក8បូក8 0ភាគបែងដក2បូក2យើងបាន0រៀង0នៅ0ហើយ8នេះយើងអាចសរសេរថា2គីបបាទពីព្រោះ x គីបទៅហើយអញ្ចឹង8ក៏លោកគ្រូបំផ្លែងទៅជាគីបដែរលោកគ្រូអាចសរសេរថា2គីបភាគបែងលោកគ្រូទុកដដែលពីព្រោះវា x បូក2នៅក្រេទី1ណាអត់មានដាក់ជាកតាអីទេយើងសង្កេតឃើញថាភាគយកលើកនេះគឺចូលរូបមន្ត a គីបបូក b គីបមិនមែនដកទៀតទេណាដូចនេះយើងត្រូវចាំរូបមន្ត a គីបបូក b គីបយើងមើល a គីបបូក b គីបគឺស្មើនឹង a បូក b កតាយ a ការ៉េដក ab បូក b ការ៉េចំពោះតួ a គឺ x តួ b គឺលេខ2បើលោកគ្រូអនុវត្តទៅណាគឺស្មើនឹង a បូក b តួ a គឺ x តួ b លេខ2កតាយ a ការ៉េ x ការ៉េដក ab បើ x គុណនឹង2បូក b ការ៉េគឺ2ការ៉េភាគបែងលោកគ្រូទុកនៅដដែលហើយ x បូក2ដូចគ្នាលោកគ្រូសម្រួលបាទបន្ទាប់ពីសម្រួលគឺកណនាលីមីតដែលនៅសល់គឺលីមីត x ខិតជិតដក2នៃ x ការ៉េដក x គុណនឹង2យើងបាន 2x បូក2ការ៉េយើងបាន4លោកគ្រូជំនួសចូលមកបាទពីព្រោះបាត់រៀងហើយយើងដល់លីមីតរៀងកំណត់ធម្មតាគឺ x ជួយឲ្យដក2ណាបាទដក2លើកទៅជាការ៉េដកនឹង2គុណនឹងដក2បូក4ដកលើកជាការ៉េបូក2ការ៉េ4ណាដកបូក4ដែរដូចនេះ4បូក4 3ដងគឺយើងបាន12ជាលទ្ធផលលីមីតយើងគឺរកឃើញ12យើងមកដល់អក្សរចណាអក្សរចគឺលីមីតនៃ x ខិតទៅជិត1នៃឫសទី3នៃ x ដក1នៅលើ x ដក1បាទជួសរៀងទៅ0នៅ0ដូចគ្នាណាពីព្រោះ x ខិតជិត1ឫសទី3នៃ1គឺបាន1 1ដក1 0ភាគបែងក៏0ដោយលោកគ្រូឃើញឫសទី3បែបនេះគឺលោកគ្រូនៅតែប្រើឲ្យចូលរូបមន្ត a គីបដក b គីបដដែលលោកគ្រូមិនគុណនឹងកន្សំបំពេញអីទេណាយើងគុណក៏មិនខុសដែរប៉ុន្តែចំណុចនេះគឺលោកគ្រូផ្ដោតទៅលើការប្រើរូបមន្តយើងមើល x ដក1នេះភាគបែងនេះភាគយកលោកគ្រូអត់ប៉ះពាល់ទេគ្រូសរសេរភាគបែងលោកគ្រូបំផ្លែង x នេះលោកគ្រូសរសេរថាឫសទី3នៃ x លើកជាគីបចំណែកឯ1គឺ1គីបដូចនេះវាចូលរូបមន្ត a គីបដក b គីបហើយដែលតួ a ត្រូវនឹងឫសទី3នៃ x តួ b គឺត្រូវនឹងលេខ1ហើយយើងគិតទៅគឺដូចដើមឫសទី3នៃ x លើកជាគីបចេញមកបាន x 1គីប1គឺដូចដើមបាទឥឡូវយើងឃើញថាភាគបែងចូលរូបមន្ត a គីបដក b គីបដែលតួ a គឺឫសទី3នៃ x តួ b គឺលេខ1បាទប្រើរូបមន្តមកនេះ a ដក b កតាយ a ការ៉េបូក ab បូក b ការ៉េដែលតួ a ឫសទី3នៃ x តួ b លេខ1អញ្ចឹងយើងបានប៉ុណ្នេះគ្រាន់តែដាក់ជាកតារួចយើងសង្កេតឃើញថាឫសទី3នៃ x ដក1ដូចគ្នាអញ្ចឹងយើងអាចសម្រួលភាគយកនិងភាគបែងបានគឺសម្រួលឫសទី3នៃ x ដក1ហ្នឹងមកដូចនេះភាគយកគឺនៅសល់លេខ1ណាហើយភាគបែងឫសទី3នៃ x ការ៉េបូកឫសទី3នៃ x គុណនឹង1មិនដាក់ក៏បានណាហើយបូក1ការ៉េគឺបាន1បើប៉ុណ្ណឹងមកគឺយើងជំនួសលេខចូល x គឺយើងជំនួសដោយលេខ1បាទដោយសារលីមីតយើងគឺរៀងកំណត់ធម្មតាលោកគ្រូជំនួស x ដោយលេខ1ការ៉េគឺនៅតែ1បញ្ចេញពីឫសទីប៉ុន្មានក៏នៅតែ1អានេះ1អានេះក៏1ដែរណាបាទអញ្ចឹងជាលទ្ធផលដូចនេះលីមីតយើងគឺរកឃើញ1នៅលើ3
บ่នេះគឺជាលំហាត់អនុវត្តណាលោកគ្រូមានលំហាត់អនុវត្តគឺចំនួន12លំហាត់ណាកខករហូតដល់អក្សរថដូចនេះសូមបងអូនសាកល្បងធ្វើលំហាត់ទាំងនេះឲ្យរួចរាល់ណា